សួស្តីអ្នកនាងសូមស្វាគមន៍មកកាន់ការច្នៃប្រឌិតកូដថ្ងៃនេះយើងមកសិក្សាអំពីការប្រើប្រាស់អំពីរូបភាពឬក៏យើងហៅថាtag របស់ image អញ្ចឹងនឹងយើងចូលទៅការសរសេរកូដយើងត្រូវតែទៅបង្កើត file ជាមុនសិនហើយខ្ញុំសូមបង្កើត file ដាក់ថា image អូខេ .html អញ្ចឹងយើងចុច shift លេខ1ទៅដែរយើងអាចកែ title បន្តិចមកថា html image អូខេអញ្ចឹងក្នុង html image វាមានការរបៀបប្រើប្រាស់tag របស់ image ជាច្រើនអញ្ចឹងខ្ញុំលើកយកហើយដាក់ h1 ជាមុនសិនសម្រាប់ដាក់ html image អូខេនៅក្នុង html image យើងអាចប្រើប្រាស់ img tag with img អញ្ចឹងនៅកន្លែងSOC នេះអាចប្រើជា link បានយើងអាចប្រើជាហៅវាទៅតាម folder ក៏បានដែរឧទាហរណ៍ថាខ្ញុំចង់ហៅវាទៅក្នុង folder ជាមុនអញ្ចឹងខ្ញុំត្រូវទៅយកមក image មួយយើងអាចចុច right click save image មួយអូខេចូលទៅដាក់ save image មួយអញ្ចឹងពេលយើងបាន image ហើយយើងត្រូវទៅយក image នេះយើងយក image ហ្នឹងយកមកដាក់ចូលក្នុង folder របស់យើងអញ្ចឹង folder របស់យើងដាក់ចូលក្នុង image យើងដាក់ចូលក្នុង image រួចរាល់អញ្ចឹងពេលយើងដាក់ចូលរួចរាល់វានឹងលោតចូលនៅក្នុងរបស់យើងស្រាប់ហើយអញ្ចឹងពេលយើងហាក់បើយើងចង់ដាក់ឈ្មោះត្រឹមត្រូវវាស្រួលហៅជាងហ្នឹងយើងកែឈ្មោះកែអីតាមហ្នឹងទៅតែនេះដោយសារខ្ញុំអត់បានកែតាមមកភ្លាមៗអញ្ចឹងបើយើងចង់ហៅវាយើងប្រើ ./ បើនេះថាយើង .1 យើងអត់ហៅនៅក្នុង folder ម្លងយើងអត់ហៅម្លង folder បានទេយើង /2 អាហ្នឹងយើងអាចម្លង folder បានចុះឧទាហរណ៍ថាយើងចង់ហៅថា link យើងចង់ហៅថា file ដែលនៅក្នុង folder តែមួយគឺយើងអត់ទៅរំលងទៅក្នុង folder ណាផ្សេងមួយទៀតទេអញ្ចឹងយើងដាក់តែ /1 ឲ្យបានតែយើងចង់ទៅហៅទៅ folder មួយទៀតឬក៏ file មួយទៀតហ្នឹងយើងអាចប្រើ /2 យើងពេលអាចប្រើ .1/1 មកហើយចូលក្នុង file មួយហ្នឹងយើងទៅរកឈ្មោះនៃឈ្មោះ file image របស់យើងគឺជាការស្រេចឧទាហរណ៍ថាខ្ញុំរ៉ាន់មួយសិនអូខេអញ្ចឹងវាចេញមក html image និងរូបភាពអូខេអញ្ចឹងហើយការប្រើប្រាស់នៃយើងប្រើប្រាស់ជា folder យើង download ជារូបភាពហើយបានយើងហៅវាយកមកប្រើប្រាស់វិធីមួយទៀតយើងអាចប្រើប្រាស់ image ដូចគ្នាមកខ្ញុំភ្លេចបញ្ជាក់កន្លែងនេះបើសិនជាយើងហៅរូបភាពអត់ចូលយើងហៅរូបភាពអត់ចូលទេអញ្ចឹងវានឹងចេញ not found នេះអញ្ចឹងបើវាចេញ not found តើយើងដាក់នៅកន្លែង add ហ្នឹងចូលដាក់ not found អូខេដាក់ not found ដល់ថាខ្ញុំហៅ image ខ្ញុំហៅរូបភាពទៅដែរប៉ុន្តែដាក់ចោលតែប៉ុណ្ណឹងអូខេដាក់ not found អញ្ចឹងន័យថាយើងហៅរូបភាពនេះយើងហៅត្រូវយើងហៅអត់ចូលវាទេអញ្ចឹងវាអត់ចេញមកឲ្យយើងឃើញអញ្ចឹងបើសិនជាយើងហៅត្រូវវានឹងលោតចេញមកគឺវាអត់លោតដាក់ not found នៅខាងទៅក្រោយឲ្យយើងអញ្ចឹងបើសិនជាយើងចង់ហៅតាម link យើងហៅវាមិនយើងគាត់ចូលនៅក្នុងទៅអញ្ចឹងមកត្រូវថាខ្ញុំទៅរករូបភាពផ្សេងមួយទៀតរករូបភាពណាក៏បានដែរយើងឆ្លាញ់ចូលចិត្តមួយទៅថាខ្ញុំចង់យករូបផ្សេងមួយខ្ញុំយក copy image address រួចរាល់យើងយកមក paste ចូលស្រាប់មកអានេះយើងហៅតាម link វិញអញ្ចឹងពេលយើងហៅវាឃើញអត់គឺវាចូលអត់ជួនយើងអត់ចង់ឲ្យរូបធំពេកទេយើងអាចសេរី width height វាដាក់300មកឲ្យ300អូខេយើងអាចសេរីត្រឹមតាម width មកវាស្អាតជាងកំពុងតែដែរអញ្ចឹងយើងអាចប្រៀបធៀបពីនេះបានយើងចង់ប្រើប្រាស់ពីនេះក៏បានដែរនៅវិធីមួយទៀតយើងអាចប្រើតាម style គេហៅថា style CSS យើងអាចប្រើ style យើងអាចហៅវានៅក្នុង background color ឬក៏ឥឡូវដល់ខ្ញុំតាំង image មួយហើយយើងតាំងរូបភាពហើយដាក់ BO មួយចឹងអញ្ចឹងខ្ញុំតាំង deal មួយហើយដាក់ class image img ក្នុង img យើងអាចប្រើ /img អូខេអញ្ចឹងនៅក្នុងរូបភាពយើងអាចប្រើប្រភេទជា background image នៅក្នុង background image យើងប្រើជា URL ហើយយើងអាចទៅហៅតាម folder ក៏បានតាម link ក៏បានដល់ថាខ្ញុំហៅតាម folder ដែរហើយខ្ញុំយករូបភាពផ្សេងនេះមកអូខេដោយសារវាអត់ចេញទីមួយដោយសារយកបានដាក់ width វាអត់ចេញរូបភាពដោយសារយកបានដាក់ width ហើយអូខេដាក់ width ហើយ300អូខេអញ្ចឹងវាចេញរូបភាពឲ្យយើងចង់ប្រើប្រាស់ដូចនេះក៏បានវាអត់ប្រកាន់ចឹងនេះយើងអាចហៅតាម deal បានអូខេយើងអាចហៅតាម deal ក៏បានយើងអាចហៅតាម image ក៏បាន
យើងអាចហៅតាម file ក៏បានដែរយើងចង់ហៅណាក៏បានអញ្ចឹងវីដេអូនិយាយតទៅពី image គឺមានតែប៉ុណ្្នឹងបាយបាយអ្នកនរគ្នា